ឆ្នាំ1935នៅឃុំគោកចំបក់ក្នុងស្រុកស្ទឹងកណ្ដាលខាងត្បូងក្រុងភ្នំពេញរាជការបានហូតងារតាមមេឃុំកឹមហើយបានលើកពូផាន់ឲ្យធ្វើជាមេឃុំជំនួសវិញព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកខ្លះព្រួយអ្នកខ្លះត្រេកអរអ្នកព្រួយបានដល់តកឹមនឹងក្រមការចាស់របស់ពួកគាត់ចំណែកឯអ្នកសបាយលោតកញ្ឆេងវាយឲ្យតិនបានដល់ពូផាន់នឹងក្រមការថ្មីរបស់គាត់ប្រជាជនចំនួនច្រើនសំខាន់អ្នកនៅភូមិដើមអំពិលមិនបានខ្វល់ខ្វាយនឹងការផ្លាស់ប្ដូរមេឃុំនេះទេគេច្រើនឲ្យយោបល់ថាអាកកដូចអាចារ្យថ្មីដូចចាស់ផាន់មិនខុសពីកឹមទេសុទ្ធតែពួកដៃជើងបារាំងទាំងអស់សុទ្ធតែពួកកំហែងចាប់ចងប្រជាជនដូចគ្នាហើយគិតតែកៃរកក្បាច់កាក់ដូចតែគ្នានឹងយើងមិនទៅឈួតកាន់ជើងនរណាម្នាក់ឡើយពូផាន់មានសម្បុកត្រយុកច្រាងក្រនបើនៅក្នុងឃុំគោកចំបក់គាត់មានស្រែជាង10ហិកតាតែស្រែគាត់មិននៅផ្ដុំគ្នាជាបន្ទាត់ជាវាលទេគាត់មានត្រង់នេះស្រែថ្លុកពី3គាត់មានត្រង់នោះស្រែត្រពាំងពី3ឡាសម្បុកត្រយុកស្រែច្រើនផ្សំនឹងអាកប្បកិរិយាស្គាល់លោកធំនោះត្រូវបានរាជការចំនួននោះរើសគាត់ឲ្យធ្វើជាមេឃុំជំនួសតកឹមពូផាន់មិនជីសេះមិនស្លៀកសម្ពុតផាមួងអាវកត្រង់លេវច្រើនដូចតកឹមទេគាត់ច្រើនស្លៀកខោឡាញ់ខ្មៅពាក់អាវកុដសលេវ3ប្រឡាក់ក្អែលនិងញើសហើយពាក់ស្បែកជើងសង្រែកសម្លៀកបំពាក់គាត់ប្រាប់អ្នកផងទាំងពួងថាគាត់ជាអ្នកសម័យថ្មីមួយពាក់កណ្ដាលក្រុងនិងពាក់កណ្ដាលស្រែតាំងពីបានឡើងធ្វើមេឃុំមកពូផាន់ខ្នះខ្នែងយកចិត្តទុកដាក់ធ្វើការណាស់គ្រប់ចៅហ្វាយនាយបានសរសើរគាត់ហើយធ្វើបានតែ5ឆ្នាំគាត់បានរង្វាន់មេដាយ2ពូផាន់បានដើរចូលគ្រប់ភូមិឆ្កឹះឆ្កៀលគំរាមកំហែងភូមិតូចតាចក្រីក្រភូមិដើមអំពិលបានទទួលគាត់ស្ទើរតែរាល់ខែពូផាន់បានទុករឿងក្រៀមក្រំជាច្រើននៅភូមិនេះម្ដងគាត់បានមកភូមិដើមអំពិលមករកទាពន្ធថ្លៃខ្លួនពេលគាត់មកដល់ឆ្កែព្រុសពេញភូមិអ្នកភូមិបានខ្សឹបប្រាប់គ្នាថាមេឃុំមកស្រីនិងចាស់បាននៅអង្គុយធ្វើការក្នុងផ្ទះរៀងខ្លួនចំណែកឯអ្នកមិនទាន់បង់កាតហើយនឹងក្មេងជំទង់អាយុ16-17ឆ្នាំបានកិច្ចទៅវាលស្រែឬកិច្ចទៅចំការជើងអស់ពេលនោះពូផាន់ឡើងមុខក្រហមដោយរកមនុស្សមិនទាន់បង់កាតមិនជួបគាត់លាត់អង្គុយជើងខោគាត់បែបជាមនុស្សស្រវឹងស្រាហើយឡូឡាជេរបន្ទោសវងវាងនៅមុខផ្ទះក្រោមដើមអំពិលអាចឆ្មាខាងជើងភូមិថាអាអិនខូចមែនតែឯងមកវាកិច្ចបាត់ផ្ដាំវាថាតែដាច់ខែនេះមិនយកលុយទៅបង់ប៉ូលីសសាលាស្រុកនឹងមកដាក់ខ្នោះហើយឯអាជំទង់ក៏ល្មមកាន់លេសេឲ្យដែរនៅថ្ងៃអាទិត្យមួយរសៀលពូផាន់បានជូនលោកចៅហ្វាយពីភូមិដើមក្រសាំងចូលកាត់ភូមិដើមអំពិលពូផាន់ដើរសម្ដៅយ៉ាងលឿនទៅផ្ទះអាចារ្យគឹមគាត់ស្រែកបង្គាប់អាចារ្យគឹមថាបងអាចារ្យរកដងឲ្យបាន5ជូននៃគុណនឹងថៃដោយបងរកឲ្យឆាប់ព្រោះល្ងាចណាស់ហើយដៃគុណនឹងអាលទៅសាលាស្រុកវិញអាចារ្យគឹមបានប្រញាប់ប្រញាល់រកបេះដូងឯអ្នកភូមិដែលបានបង់ពន្ធរួចបានបបួលគ្នាអង្គុយចងហោងជុំវិញគ្រែលោកចៅហ្វាយពូផាន់ឆ្លៀតឱកាសនិយាយពន្យល់អ្នកភូមិថាត្រូវប្រាប់គ្នាយកលុយមកបង់ពន្ធឲ្យបានឆាប់ភូមិដើមអំពិលនេះរឹងរូសជាងគេមិនដូចភូមិអាទៀតទេសាលាខេត្តបង្ខំឲ្យទាបានចុងខែនេះឃើញទេដេចគុណមកទួនេទាំងថ្ងៃអាទិត្យលោកចៅហ្វាយបានជួយបន្ថែមថារាជមានភារៈតែមួយមុខគឺត្រូវបង់ពន្ធជូនរាជការគ្រប់ស្រុករាជបង់ពន្ធទាំងអស់មានតែភ្នងប្រចេះស្ទឹងត្រែងដែលគ្មានកាតហេតុនេះត្រូវខ្ចីបុលគេឯង
មកបង់ពុនជូនរាជការឲ្យរហ័សកុំឲ្យប៉ូលីសចាប់ដាក់គុកទណ្ឌពិសាទឹកដូងរួចពូផាន់បានជូនលោកចៅហ្វាយទៅផ្សារបាត់អ្នកភូមិខ្លះបានមកស្ដាប់បានខ្សឹបប្រាប់គ្នាថាផាន់ចេះផ្គប់ចៅហ្វាយងាយមែនឲ្យតែដល់ថ្ងៃអាទិត្យចុះគាត់ទៅសាក់កវ៉ាផ្ទះមីខ្វែនពុំដើមក្រសាំងភ្លាមរួចគាត់ថាលោកចៅហ្វាយមកទនេក្នុងពេលផាស៊ីលជប៉ុនចូលស្រុកពូផាន់មានសកម្មភាពច្រើនគាត់ហត់នឿយញើសជាប់ដើរចូលទៅទ័ពភូមិដើមអំពិលរកចាប់គូលីកំណែនឲ្យសឹកជប៉ុនគាត់កាចសាហាវចាប់ពង្រត់ប្តីប្រពន្ធទាំងស្រស់យកទៅពោជន្តង់ឲ្យទ័ពជប៉ុនក្នុងរឿងគូលីកំណែននេះអ្នកភូមិដើមអំពិលបានខ្សឹបខ្សៀវប្រាប់គ្នាថាមេខុំផាន់ត្រូវក្តោងហើយលើកនេះគាត់រកបានមួយលើកតិចណាស់ក៏បងប្អូននឹងពាន់ដែរ